នេះជាសក្រីដែលដាំនៅខាងក្រោយផ្ទះដាំដាក់ធុងក៏មានដាំតដីក៏មានដាំតាមមួយគុំពីរគុំទៅញ៉ាំបានរហូតដល់មួយឆ្នាំហើយឆ្នាំក្រោយយើងក៏ញ៉ាំបន្តទៀតចឹងទៅនេះជាពេញប៉ោះដោយដីចង្អៀតយើងខ្ញុំក៏ដាំដាក់ធុងធុងខ្មៅធុងពេត្រូចឹងទៅហើយតែកំប៉ុងនោះគឺជាកំប៉ុងចោះបាតវាហើយដាក់បន្លែដែរមកពីផ្ទះបាយដែលរលួយដូចជាសម្បកវាយសម្បកអ្វីផ្សេងយើងដាក់ក្នុងហ្នឹងទៅហើយពេលយើងបើកម្របទៅចាក់ទឹកទៅជាតិវារលួយមកពីដំណាំអស់ទាំងនោះក៏វាទៅចិញ្ចឹមដំណាំយើងដល់យើងមិនបាច់ដាក់ជីដាក់អីថែមទៀតប៉ុន្មានទេវាជាជីដែលចេញពីរុក្ខពីបន្លែផ្លែឈើយើងដែលរលួយនេះត្រង់5ដែរដាំដាក់ធុងដាំដាក់ដីខ្លះហើយនោះគឺជាបាត់ចាប់លូដែលគេអាចយកញ៉ាំមិនឆែបានថ្លៃណាបងប្អូន4-5ដើម$8ហើយយើងយកមកញ៉ាំហើយយកគល់វាដោហើយក៏វាដកមកដូច្នេះអញ្ចឹងហើយនេះជាសក្តិនេះខ្ញុំណាវានេះជាពួកកូនវាលាស់ចាយវិញរងទៅហើយមើលរបស់វាគឺដើមនេះឯងផ្លឹកវាចាប់ផ្ដើមក្រហមលឿងហើយនេះគឺជាជីមានវងហើយនេះមកទៅអាចសត្វនេះដាំទៅយើងបេះនេះហើយខាងនេះក៏ជាម្ទេសដែរខាងនេះក៏ម្ទេសដែរហើយខាងនោះគឺលហុងចាប់ផ្ដើមហើយក្តាប់ហើយវាលហុងនេះមិនតែឆ្នាំទេបងប្អូនត្រង់3ឆ្នាំហើយបានប៉ុណ្្នឹងឯងដោយសារវានៅក្រោមដើមទទឹមឥឡូវថ្ងៃមុនខ្ញុំកាប់3ទទឹមចោលខ្លះដើម្បីឲ្យវាស្រឡះហើយនេះគឺជាស្លឹកអំពិលដើមអំពិលដែលខ្ញុំដាំគ្រាប់វាតែខ្ញុំអំពិលគេមកអំពិលគីឡូគេមកនៅសល់គ្រាប់ខ្លះខ្ញុំច្បាច់វាគ្រាប់មកដើម្បីយកមកដាំហើយនេះគឺជាម្ទេសជាម្រះព្រៅខាងនោះក៏ស្លឹកគ្រៃទៀតខាងនោះក៏ស្លឹកបាសទៀតបងប្អូនហើយស្លឹកបាសឡើងទុំមេឃទៅទឹមខាងនោះដល់មិនទាន់បានកាត់វាស្លព្រោះតែរវល់ទៅក៏មិនបានកាត់ឥឡូវស្លឹកបាសវាតោងហើយបើសិនជាមិនបានញ៉ាំទេយកទៅលក់ក៏បានដែរបងប្អូនប៉ុន្តែវាអត់បានកាត់ឥឡូវវាក្រាស់ថ្មឹកវាត្រូវតែបោចទម្លាក់ចុះមកដើម្បីឲ្យវាល្អហើយនេះគឺជាម្រះដាំឡើងរបៀបនេះបេះអស់មួយសា2-3សាដែរហើយបងប្អូនពីមុនវាធំតែឥឡូវវារបៀបយើងថាចុងដៃវាផ្លែនៅតូចចាយើងដាំម្រះទៅបានផ្លែផងបានស្លឹកផងអាចឆ្លកកកូរបានចា